ជាដំបូងសូមជម្រាបសួរលោកគ្រូថ្ងៃនេះនាងខ្ញុំចង់មកធ្វើការចុះបញ្ចាំងតកតងទៅនឹងរង្វាតម្លៃផ្នែកចរិយាសម្បទានិងបំណិនសម្បទាហើយនៅក្នុងចំណុចនេះដែរខ្ញុំនឹងនិយាយអំពីចំណុចទី1ចរិយារបស់សិស្សឬក៏ non cognitive disposition ស្អីគេគឺជាចរិយាសម្បទាអញ្ចឹងចរិយាសម្បទាគឺជាជំនាញទន់ឬក៏ជាជំនាញទំនាក់ទំនងផ្ទាល់ខ្លួនដែលបុគ្គលនោះទទួលបានតាមរយៈការដកបទពិសោធន៍ពីការសិក្សានិងអាជីពការងារផ្សេងៗកាលណាយើងសិក្សាបានកាន់តែខ្ពស់និងធ្វើការងារបានកាន់តែច្រើននោះជំនាញផ្នែកចរិយាសម្បទារបស់យើងក៏មានការរីកចម្រើនច្រើនទៅតាមនឹងដែរហើយរបៀបដែលមនុស្សយើងធ្វើការទំនាក់ទំនងជាមួយនឹងមនុស្សដទៃហ្នឹងក៏ត្រូវការចរិយាសម្បទាផងដែរហើយនៅក្នុងចរិយាសម្បទានេះផងដែរគឺយើងសំដៅទៅលើរឿងមួយចំនួនដូចជាជំនាញនៅក្នុងការគ្រប់គ្រងខ្លួនឯងឬក៏វិន័យផ្ទាល់ខ្លួនការសហការជាមួយនឹងអ្នកដទៃការប្រស្រ័យទាក់ទងគ្នាទៅវិញទៅមកក៏ដូចជាការច្នៃប្រឌិតអ្វីមួយភាពអត់ធ្មត់ផ្សេងនៅលើការងារចំណុចមួយទៀតគឺបំណិនពុទ្ធិឬយើងហៅយ៉ាងទៀតថា cognitive skill គឺសំដៅទៅលើជំនាញដែលយើងប្រើសម្រាប់ការគិតវិភាគហេតុផលការចងចាំនិងរៀនផ្សេងជារឿយវាងាយស្រួលនៅក្នុងការវាស់ស្ទង់ជំនាញនៃការយល់ដឹងឬក៏ប្រាជ្ញាសម្បទាពីព្រោះវាត្រូវបានប្រើសម្រាប់វាស់វែងដូចជាការប្រឡងដើម្បីវាស់វែងពីការចងចាំសមត្ថភាពឬក៏ល្បឿននៃការគិតនិងការវិភាគជាដើមហើយនៅក្នុងបំណិនពុទ្ធិហ្នឹងក៏មានដូចជាការគិតនិងការឆ្លើយតបទាន់ហេតុការណ៍សមត្ថភាពនៃការចងចាំមេរៀនឬក៏ហេតុការណ៍ការផ្ចង់អារម្មណ៍ក៏ដូចជាភាពបត់បែនការវិភាគបញ្ហាជាលម្អិតការគិតបែបភពកិច្ចការឬក៏កិច្ចការច្រើននៅក្នុងពេលតែមួយការបែងចែកចំណាត់ថ្នាក់ព័ត៌មានឬក៏វត្ថុផ្សេងទាំងអស់ហ្នឹងគឺសិតតាជាបំណិនសម្បទាចំណុចមួយទៀតយើងនឹងនិយាយអំពីចរិយាសម្បទាជាមួយនឹងលទ្ធផលសិក្សារំពឹងទុកnon cognitive disposition and skill target ចរិយាសម្បទាហើយនិងបំណិនសម្បទាហ្នឹងគឺដើរតួយ៉ាងសំខាន់ហើយវាគឺចាំបាច់មែនតើដើម្បីទទួលបានជោគជ័យនៅក្នុងការសិក្សាក៏ដូចជាអាជីពការងារនិងការដោះស្រាយបញ្ហាផ្សេងនៅក្នុងជីវិតអញ្ចឹងសិស្សត្រូវមានលក្ខណៈមួយចំនួនដូចជាទំនួលខុសត្រូវភាពស្មោះត្រង់ចេះត្រួតពិនិត្យនិងតាមដានខ្លួនឯងធ្វើការសហការជាមួយអ្នកដទៃគាត់ត្រូវចេះតស៊ូក្នុងការប្រឈមមុខនឹងឧបសគ្គឬក៏អកប្បកិរិយាឬក៏បុគ្គលិកលក្ខណៈតម្លៃនិងជំនាញផ្សេងលើសពីនេះទៅទៀតការស្រាវជ្រាវជាច្រើនបានបង្ហាញពីទំនាក់ទំនងរវាងចរិយាសម្បទាជាមួយនឹងបំណិនសម្បទាហើយនឹងលទ្ធផលនៃការរៀនសូត្ររបស់សិស្សហើយជាមួយគ្នានេះសិស្សគឺត្រូវមានភាពស្ទាត់ជំនាញនៅក្នុងការដោះស្រាយបញ្ហាគឺនៅពេលដែលពួកគេរីករាយនឹងអ្វីដែលពួកគេកំពុងធ្វើហើយនឹងមើលឃើញនៅតម្លៃនៃលទ្ធផលដែលគេទទួលបានវានឹងជួយជំរុញឲ្យមានការលើកទឹកចិត្តបន្ថែមទៀតដើម្បីខិតខំប្រឹងប្រែងជាអតិបរមាហើយសិស្សដែលមានអារម្មណ៍ល្អគឺគាត់តែងតែមានការតាំងចិត្តខ្ពស់ហើយគាត់ធ្វើវាដោយយកចិត្តទុកដាក់ហើយគាត់ជឿជាក់លើហេតុការណ៍ឬក៏វិធីនៃការចងចាំវាឬក៏ហាត់សមប្រកបដោយអត្ថន័យហើយនឹងការអនុវត្តវាផងដែរហើយចំណុចមួយទៀតយើងនិយាយអំពីប្រភេទនៃចរិយាសម្បទានិងលទ្ធផលសិក្សារំពឹងទុកតែវាផ្ដោតទៅលើការយល់អារម្មណ៍របស់អ្នកដទៃឬក៏ empathy ការយល់ពីអារម្មណ៍របស់អ្នកដទៃនោះមានន័យថាគឺជាសមត្ថភាពនៅក្នុងការយល់ពីអារម្មណ៍របស់មនុស្សម្នាក់ទៀតហើយតកតងពួកគេតាមរយៈអារម្មណ៍នោះការយល់ពីអ្នកដទៃនោះមានន័យថាម៉េចមានន័យថាគាត់ចង់ដឹងពីគេហើយគាត់ស្ដាប់ធ្វើជាអ្នកស្ដាប់ដ៏ល្អម្នាក់ហើយគាត់ព្យាយាមយកចិត្តអ្នកដទៃហ្នឹងហើយយកមកដាក់ក្នុងចិត្តខ្លួនឯងបានន័យថាបើសិនជាគាត់គឺជាម្នាក់ហ្នឹងតើគាត់នឹងមានអារម្មណ៍បែបម៉េចហើយមួយទៀតនិយាយអំពីអកប្បកិរិយាគឺជាបណ្ដុំនៃផ្លូវអារម្មណ៍ដែលវាស្ថិតនៅផ្នែកខាងក្នុងខ្លួនយើងហើយវាសម្ដែងចេញដើម្បីឆ្លើយតបទៅនឹងហេតុការណ៍វត្ថុឬក៏មនុស្សអ្វីមួយដែលការបញ្ចេញនោះអាចជា
វិជ្ជមានឬក៏អវិជ្ជមានហើយកម្រិតនៃការសម្ដែងចេញនោះផងដែរគឺវាឆ្លើយតបតិចឬក៏ច្រើនវិជ្ជមានឬក៏អវិជ្ជមានគឺអាស្រ័យទៅលើការយកឃើញរបស់បុគ្គលនោះទៅលើវត្ថុទៅលើស្ថានភាពឬក៏ទៅលើបញ្ហានិងសកម្មភាពរបស់មនុស្សឬក៏ក្រុមវត្ថុនោះដូច្នេះជាធម្មតានៅក្នុងសាលារៀនយើងតែងតែគិតអំពីអរិយាប័ត្ររបស់សិស្សម្នាក់ឆ្ពោះទៅរកអីមួយគឺអាចសំដៅទៅលើមុខវិជ្ជាសិក្សាឬក៏គ្រូសិស្សរួមថ្នាក់កិច្ចការផ្ទះនិងការធ្វើតេស្តផ្សេងឧទាហរណ៍សិស្សដែលគាត់មានទស្សនៈអវិជ្ជមានចំពោះថ្នាក់គណិតវិទ្យាអីសកម្មភាពរបស់គាត់នៅក្នុងការឆ្លើយតបហ្នឹងគឺព្យាយាមកាច់វេះគាត់មិនចង់ចូលរៀនម៉ោងគណិតហ្នឹងហ្មងចំណុចមួយទៀតគឺលទ្ធផលសិក្សារំពឹងទុកបែបគុណតម្លៃការសិក្សាររំពឹងទុកបែបគុណតម្លៃហ្នឹងគឺចង់សំដៅទៅលើការយកឃើញរបស់បុគ្គលម្នាក់គិតហើយនឹងឲ្យតម្លៃទៅលើមនុស្សនិងវត្ថុផ្សេងទៀតអញ្ចឹងការឲ្យតម្លៃនេះគឺវាអាស្រ័យទៅលើការយកឃើញរបស់បុគ្គលនោះហើយនឹងរបៀបនៃការឲ្យតម្លៃក៏ដូចជាជីវិតដែលមានសុវត្ថិភាពពិភពលោកប្រកបដោយភាពសុខសន្តិភាពសេរីភាពឬក៏ជីវិតដែលមានការរីករាយសប្បាយការចូលរួមជាមួយនឹងសង្គមនិងសេចក្តីប្រាថ្នាផ្សេងហើយមួយទៀតគឺការលើកទឹកចិត្ត motivation នៅក្នុងបរិបទសាលារៀនវាថាលើកទឹកចិត្តគឺសំដៅទៅលើសកម្មភាពរបស់សិស្សដែលបានចូលរួមនៅក្នុងសកម្មភាពផ្សេងនៅក្នុងការរៀនហើយនឹងការក្នុងនោះក៏មានដូចជាការប្រយុទ្ធផ្ដើមក្នុងការរៀនការខិតខំប្រឹងប្រែងការតាំងចិត្តនិងភាពជាប់លាប់នៅក្នុងការរៀនហើយនៅក្នុងន័យម្យ៉ាងទៀតការលើកទឹកចិត្តហ្នឹងគឺសំដៅទៅលើការចូលរួមយ៉ាងសកម្មរបស់សិស្សនៅក្នុងការរៀនសូត្រដើម្បីទទួលបាននូវជំនាញហើយនិងចំណេះដឹងដែលសិស្សមានការចូលរួមយ៉ាងសកម្មហើយនឹងឲ្យតម្លៃនៅក្នុងការសិក្សាចំពោះវិធីសាស្ត្រនៃការវាយតម្លៃវិញគឺចរិតលក្ខណៈហើយនឹងជំនាញដែលមិនមែនជាការយល់ដឹងធ្វើការគិតទៅលើចំណុច3យ៉ាងសំខាន់អញ្ចឹងរាល់ពេលដែលយើងវាយតម្លៃអរិយាសម្បត្តិឬលើអរិយាឬក៏ចរិយាសម្បត្តិរបស់សិស្សទី1គឺអារម្មណ៍អាកប្បកិរិយានិងទឹកមុខគឺអាចផ្លាស់ប្ដូរយ៉ាងឆាប់រហ័សជាពិសេសចំពោះកុមារតូចនៅក្នុងអំឡុងពេលវ័យជំទង់ដំបូងហ្នឹងបង្ហាញថាដើម្បីទទួលបានការឆ្លើយតបត្រឹមត្រូវនៃអារម្មណ៍ឬក៏ទឹកមុខរបស់សិស្សជាចាំបាច់យើងត្រូវធ្វើការវាយតម្លៃជាច្រើនដងហើយនឹងត្រូវការយើងត្រូវធ្វើការវិតម្លៃជាច្រើនដងនិងពេលវេលាក៏ត្រូវការរយៈពេលវែងដែរហើយអ្វីដែលយើងចង់វាស់វែងហើយនឹងវិតម្លៃគឺវាមានការលំបាកសម្រាប់ចំណុចខ្លះដោយសារតែវាលិចជ្រៅដូចនេះបើសិនជាយើងពឹងផ្អែកទៅលើការវិតម្លៃតែមួយនោះអីដែលយើងវាស់វែងវាមិនមែនជាការបង្ហាញពីលក្ខណៈល្អនោះទេហើយវិធីដែលយើងប្រើសម្រាប់វិតម្លៃចរិយាសម្បត្តិនិងបំណិនសម្បត្តិហ្នឹងទី1គឺការអង្កេតរបស់គ្រូនៅក្នុងជំហានដំបូងគឺយើងត្រូវការប្រើការអង្កេតដើម្បីកំណត់ជាមុនថាតើអរិយាប័ត្រជាក់លាក់របស់សិស្សតាក់ទងទៅនឹងគោលដៅដែលយើងចង់វាស់វែងហ្នឹងមានអីគេខ្លះអានេះចាប់ផ្ដើមជាមួយនឹងការយល់ច្បាស់ពីនិយមន័យរបស់វាជាមុនសិនហើយការអង្កេតរបស់គ្រូហ្នឹងមានពីរទី1គឺការអង្កេតទូទៅការអង្កេតទូទៅហ្នឹងគឺជាការអង្កេតរបស់គ្រូទៅលើសកម្មភាពរបស់សិស្សដែលមិនទាមទារឲ្យប្រើប្រាស់ទម្រង់ច្រើនទេដែលវាអត់មានដែលវាមានភាពស្មុគស្មាញប៉ុន្តែគ្រូដែលជាអ្នកអង្កេតហ្នឹងគាត់គួរតែមានគោលដៅច្បាស់លាស់ទៅលើចំណុចដែលគាត់ត្រូវអង្កេតទៅលើសកម្មភាពរបស់សិស្សហើយនៅក្នុងការអង្កេតសកម្មភាពសិស្សទាំងក្នុងម៉ោងហើយនិងក្រៅម៉ោងសិក្សាគ្រូក៏ត្រូវអង្កេតមើលហើយនឹងកត់ត្រាទុកនៅរាល់សកម្មភាពសិស្សទាំងអស់ដែលផ្នែកវិជ្ជមាននិងអវិជ្ជមានដែលវាបានឆ្លុះបញ្ចាំងទៅដល់លទ្ធផលនៃការសិក្សារបស់សិស្សហើយមួយទៀតគឺការអង្កេតមានរចនាសម្ព័ន្ធការអង្កេតមានរចនាសម្ព័ន្ធហ្នឹងគឺជាក់លាក់យើងត្រូវការប្រើពេលវេលាហើយនឹងទម្រង់ច្រើននៅក្នុងការកត់ត្រាអំពីសកម្មភាពនានារបស់សិស្សហើយរាល់ការកត់ត្រាហ្នឹងគឺយើងត្រូវធ្វើទាំងសកម្មភាពបែបវិជ្ជមានហើយនិងអវិជ្ជមានទៅលើពីនេះទៀតយើងគឺត្រូវកំណត់ឲ្យបាននៅចំណុចសំខាន់ណាដែលយើងត្រូវជ្រើសរើសហើយទី2គឺយើងតាមរយៈការសម្ភាសរបស់គ្រូ teacher interview វាគឺជាមធ្យោបាយដែលល្អបំផុតសម្រាប់វាតម្លៃអំពីឬជំនឿនិងអរិយាប័ត្រចិត្តសង្គមផ្សេងៗហើយគ្រូក៏អាចប្រើវិធីសាស្ត្រផ្សេងៗនៅក្នុងការសម្ភាសសិស្សក៏ដូចជាលក្ខណៈបុគ្គលជាក្រុមជាការវិភាសាក្រុមជាការតស៊ូមតិទូទៅដើម្បីធ្វើការវាស់វែងហើយនឹងវាតម្លៃអរិយាសម្បត្តិរបស់សិស្សពេលខ្លះវាមានលក្ខណៈស្តៀងគ្នាទៅនឹងការសង្កេតរបស់គ្រូដែរប៉ុន្តែ
នៅក្នុងការសម្ភាសគឺគ្រូគាត់មានពេលវេលាច្រើននៅក្នុងការធ្វើតំណែងជាមួយសិស្សហើយនឹងឆ្លើយតបផ្សេងដើម្បីបញ្ជាក់នៅចំណុចដែលយើងគិតថាចាំបាច់ដើម្បីឲ្យគ្រូមានការយល់កាន់តែច្បាស់ហើយនឹងស៊ីជម្រៅបន្ថែមទី3គឺស្វ័យវិតម្លៃលទ្ធផលសិក្សារបស់សិស្សផ្ទាល់គឺជាការផ្ដល់ឱកាសឲ្យសិស្សហ្នឹងធ្វើរៀនមកចប់ឬក៏មកវគ្គហើយលទ្ធផលវិតម្លៃតាមរយៈការប្រឡងការអង្កេតរបស់សិស្សហ្នឹងការវិតម្លៃហ្នឹងឆ្លុះបញ្ចាំងនៅលទ្ធផលសិក្សាដែលគាត់ទទួលបានបន្ទាប់ពីគាត់រៀនជាមួយគ្រូហើយនឹងស្វ័យវិតម្លៃរបស់សិស្សហ្នឹងត្រូវតែស៊ីគ្នាឬក៏ដូចគ្នា